ជ្រាបសួរអ្នកទាំងអស់គ្នាខ្ញុំបានឈ្មោះតែនសំព័ន្ធជាសិស្សនៃវិទ្យាល័យហិនសាស្ត្រស្បៃហើយឆ្នាំនេះដែរខ្ញុំរៀនថ្នាក់ទី12ខនៃសាលាវិទ្យាល័យសាស្ត្រផ្ទាល់តែម្ដងចំពោះចំណារអារម្មណ៍ដែលខ្ញុំមកក្នុងការទស្សនកិច្ចនៅក្នុងសាកលវិទ្យាល័យអង្គរលើកទី5នេះការមកលើកនេះជាលើកទី1របស់ខ្ញុំហើយក៏ដំបូងឡើយក៏អត់ទាន់រកខ្លួនឯងឃើញដែរដោយថាអត់ទាន់តែខ្លួនឯងឆ្លាញ់អីទេប៉ុន្តែបន្ទាប់ពីបានការវិតម្លៃការធ្វើបទបង្ហាញអំពីលោកសាកលវិទ្យាខ្ញុំបានរកឃើញហើយគឺនៅមុខវិជ្ជាឬក៏ Department អក្សរសាស្ត្រខ្មែរអញ្ចឹងចំពោះអក្សរសាស្ត្រខ្មែរយើងគិតថាទាំងអស់គ្នាគាត់ជាមើលទៅវាធម្មតាឬក៏សាមញ្ញប៉ុន្តែគិតថាបើសិនជាយើងបន្តក្នុងការអភិវឌ្ឍនិងការលើកតម្កើងក៏វាជាកត្តាមួយសម្រាប់ឲ្យអក្សរសាស្ត្រខ្មែរយើងមានការរីកចម្រើនទៅបន្តទៀតផងដែរការដាក់ចូល Triple Degree Program នៅក្នុងការសិក្សារបស់និស្សិតទាំងអស់នៅក្នុងការរៀននៅក្នុងយើងចូលមកក្នុងបឋមណាក៏ដោយក្នុងផ្នែកណាក៏ដោយគឺយើងត្រូវតែសិក្សា program ថ្មីនឹងទាំងអស់គ្នាដើម្បីជាខ្លាចទៅជា global student ដើម្បីមានជំនាញនៅពេលអនាគតបន្តទៀតអញ្ចឹងខ្ញុំមានអារម្មណ៍ថាការដាក់បញ្ចូលនេះគឺធ្វើឲ្យសិស្សានុសិស្សឬក៏និស្សិតដែលគាត់មានបំណងចូលរៀននៅក្នុងសាកលវិទ្យាល័យអង្គរទទួលបាននៅអត្ថប្រយោជន៍មួយច្រើនលើសពីការដែលគាត់រៀននៅបឋមផ្ទាល់ខ្លួនរបស់គាត់ការរំពឹងទុករបស់ខ្ញុំគឺខ្ញុំនឹងទទួលបានបទពិសោធន៍ថ្មីក្នុងការស្គាល់នៅមនុស្សទាំងអស់គ្នាដូចជាលោកគ្រូអ្នកគ្រូបងដែលជាក្រុមការងារដែលប្រកបទៅដោយសុជីវធម៌និងការរីករាយមកដល់ពួកខ្ញុំផងដែរហើយមួយវិញទៀតហ្នឹងខ្ញុំបានស្គាល់អំពីខ្លួនឯងមានថារកឃើញនៅអ្វីដែលយើងចង់រៀនពីដើមឡើយបើសិនជាបានមកទស្សនកិច្ចនៅទីនេះទេក៏អត់ទាន់ដឹងតែខ្លួនឯងទទួលបាននៅចំណាប់អារម្មណ៍នៅក្នុងផ្នែកអីគេដែរអញ្ចឹងសូមរំលឹកម្ដងទៀតផងដែរនៅក្នុង hall បាញ់មិញហ្នឹងខ្ញុំបានបញ្ចេញនៅបទពិសោធន៍នៅពេលដែលយើងមកទស្សនកិច្ចនៅទីនេះផ្ទាល់ដូច្នេះហើយលោកគ្រូជាសាកលវិទ្យាលោកគ្រូគាត់បានផ្ដល់នៅអាហារូបករណ៍ 100% នៅក្នុង Department របស់ខ្ញុំរៀនផងដែរអញ្ចឹងជាចុងក្រោយសូមថ្លែងអរគុណដល់គាត់ផងដែរខ្ញុំសូមអរគុណដល់បងដែលក្រុមការងារលោកគ្រូសាស្ត្រាចារ្យព្រមទាំងមិត្តភ័ក្តិទាំងអស់គ្នាដែលបានជួយជំរុញហើយនឹងដល់ឱកាសក្នុងការមកទស្សនកិច្ចនៅក្នុងសាកលវិទ្យាល័យអង្គរ